ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើខប្រហុកចាអញ្ចឹងសម្រាប់ត្រីរស់ត្រីដណ្ដែងត្រីពោឬក៏ត្រីប្រាយនឹងធ្លាប់ខអស់ហើយនៅឡើយតែក្បាលត្រីពោចាអត់ទាន់បានខចាអញ្ចឹងឥឡូវនេះមកធ្វើប្រហុកចាខប្រហុកក្បាលត្រីពោម្ដងចានេះក៏ជាសាច់ក្បាលដែលយើងបានធ្វើហើយស្អាតចាចិត្ត1គីឡូណាបងប្អូនទាំងអស់គ្នាចាអញ្ចឹងឥឡូវនេះយើងមកមើលជាមួយនឹងគ្រឿងផ្សំទាំងអស់គ្នាចំពោះគ្រឿងផ្សំរបស់យើងហ្នឹងគឺមានដូចជាចារំដេងកូនស្លឹកគ្រៃស្លឹកក្រូចខ្ទឹមសចារួមជាមួយនឹងម្ទេសហើយបន្លែមានដូចជាត្រប់ញងឬក៏ត្រប់លាវហ្នឹងចាត្រប់ស្រួយខ្ទឹមក្រហមរួមជាមួយនឹងចាម្ទេសផ្លោកចាឲ្យគ្រឿងផ្សំពិសេសយើងមួយមុខទៀតមិនអាចចោលបានហ្នឹងគឺប្រហុកចានេះខ្ញុំជ្រើសយកប្រហុកសាច់ចាអញ្ចឹងបើអត់មានប្រហុកទេអត់អាចខប្រហុកបានទេចាឲ្យបន្ថែមរសជាតិជាមួយនឹងសាច់ជ្រូក3ជាន់យើងចាដែលហាន់ចាតូចដំបូងឡើយហ្នឹងគឺយើងចាយកសាច់ជ្រូក3ជាន់របស់យើងហ្នឹងទៅរំលីងចាឲ្យវាចេញប្រេងចេញខ្លាញ់បន្តិចទៅបន្ទាប់មកយើងលីងជាមួយនឹងគ្រឿងចាដែលមានកូនស្លឹកគ្រៃស្លឹកក្រូចចាហើយម្ទេសរំដេងមើលទៅរៀងញ័រតែឲ្យបងប្អូននិស្សិតដាក់ដងកាមេរ៉ាលើចក្រានគិស្នីអញ្ចឹងទៅអត់បានចាប់អារម្មណ៍មើលចាញ័រទាំងកាមេរ៉ាទៀតណាចាតោះមកយើងដាក់ប្រហុកលីងជាមួយគ្នាឲ្យឈ្ងុយចារួចហើយគឺយើងបង់ជាមួយនឹងបន្លែរបស់យើងចូលចាដែលមានដូចជាចាត្រប់ស្រួយម្ទេសធំចារួមជាមួយនឹងខ្ទឹមក្រហមចានិងត្រប់ញងចាអញ្ចឹងដាក់បន្លែរបស់យើងកកូរចូលគ្នាឲ្យសព្វហើយយើងចាក់ទឹកចូលហើយរមាស់វាចាឲ្យបន្លែរបស់យើងហ្នឹងរៀងទន់បន្តិចចាគ្របទុកវាចាប្រហែលជា5នាទីបន្ទាប់មកយើងបើកមកហើយដាក់គ្រឿងផ្សំបន្ថែមរសជាតិចូលតែម្ដងចាគឺយើងបន្ថែមជាមួយនឹងប៊ីចេងក៏ដូចជាស្ករចំណែកឯអំបិលវិញចាយើងអត់ទាន់ដាក់ទេយើងភ្លក់មើលសិនដោយសារតែប្រហុករបស់យើងហ្នឹងក៏មានជាតិប្រៃជាតិអំបិលនៅក្នុងនឹងស្រាច់ហើយចាអញ្ចឹងជិះវាប្រៃជ្រុលយើងភ្លក់មើលចាភ្លក់ល្មមហើយយើងដាក់ជាមួយនឹងត្រីក្បាលត្រីចាពោរបស់យើងចាចូលតមកយើងរៀងកូរវាបន្តិចទៅចាកុំភ័យខ្លាចបែកសាច់បងប្អូនអត់អីទេចាយើងកូរតែមួយផ្លែតហ្នឹងហើយយើងចារមាស់វាទុកចោលដើម្បីឲ្យវាឆ្អិនវាចូលសព្វសាច់តែម្ដងទៅចាហើយលើនេះផងដែរគឺកាត់ចាឆ្អិនតែម្ដងហើយចាបើកមកគឺធំក្លិនប្រហុកតែម្ដងណាចាអញ្ចឹងខប្រហុកទៅតែឲ្យដិតរៀងត្រូវតែរសជាតិហ្នឹងឲ្យដិតបន្តិចចាប្រហុកហ្នឹងចាបានសមមកជាខប្រហុកចាអញ្ចឹងឥឡូវឆ្អិនរួចរាល់ហើយចានៅសល់ឡើយតែដុសដាក់ចានទេចាអញ្ចឹងមុខម្ហូបនេះគឺត្រូវសម្រាប់អ្នកដែលគាត់ចូលចិត្តបែបគ្រឿងផ្អាប់គ្រឿងអីចឹងណាចាអាចធ្វើខប្រហុកម្ដងបានចាអញ្ចឹងរួចរាល់ហើយជាមួយនឹងការដុសដាក់ចានតែននេះគឺជាមុខម្ហូបចាមួយមុខដែលមានឈ្មោះថាខប្រហុកដែលយើងខបែបផ្លែជាមួយនឹងក្បាលត្រីពោចាអញ្ចឹងវីដេអូនេះខ្ញុំគឺបានបន្តទីបញ្ចប់ហើយអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាពីដើមដល់ចប់ណាចាឲ្យមានជាកំហុសក៏ឆ្គងក៏សូមខន្តីអភ័យទោសផងដែរជួបគ្នាជាមួយនឹងរូបនាងខ្ញុំនៅវីដេអូក្រោយៗទៀត